ប្រកាសណាអាត្មាភាពទទួលភារៈនេតិដើម្បីប្រកាសជូននៅលទ្ធផលឋានៈពុទ្ធិកាសមធ្យមសិក្សាបឋមភូមិឆ្នាំទី1ដែលមានបេក្ខសិស្សចោះឈ្មោះចូលមកប្រឡងមាន302អង្គនឹងរូបប៉ុន្តែបានចូលមកប្រឡងចំនួន292អង្គនឹងរូបតើសាមណសិស្សឬយុវ័នយុវតីសិស្សណាដែលបានទទួលនៅជ័យលាភីសម្រាប់ឆ្នាំសិក្សាពុទ្ធសករាជ2569អង្គពិធីទាំងមូលនឹងបានជ្រាបដូចតទៅនេះព្រះពុទ្ធសាសនាគណៈមហានិកាយខ្មែរគណៈកម្មការពុទ្ធិកាសិក្សាតំបន់ទី6ស្រុកកោតារាងប្រកាសលទ្ធផលបេក្ខសិស្សប្រឡងយកបណ្ឌបញ្ចឋានៈពុទ្ធិកាមធ្យមសិក្សាបឋមភូមិឆ្នាំទី1ឆ្នាំសិក្សាពុទ្ធសករាជ2569នាមណ្ឌលប្រឡងវត្តគោបាលនិក្រូតភ្នោព្រាលវិញ្ញាសាដែលត្រូវយកមកប្រឡងរួមមាន12វិញ្ញាសាគឺ1ពុទ្ធប្រវត្តិ2កតេសាសនានៃពលរដ្ឋ3ឧបយពាក្យ4សរសេរតាមអាន5គណិតវិទ្យា6ភាសាខ្មែរ7តែងសេចក្តី8ធម្មវិភាគ9វេយ្យាករណ៍ខ្មែរ10អង់គ្លេស11វេយ្យាករណ៍បាលី12សាមណេរវិន័យពិន្ទុរួម120ពិន្ទុកំណត់យកមធ្យមពី60ឡើងទៅត្រូវចប់ក្រោមពី60ពិន្ទុត្រូវថ្លាត្រង់ចប់នៅវេលាម៉ោង17:00 នាទីធ្វើនៅវត្តគោបាលនិក្រូតភ្នោព្រាលថ្ងៃអាទិត្យ9កើតខែបោះឆ្នាំអសញ្ញសប្តាហ៍សពុទ្ធសករាជ2569ត្រូវនឹងថ្ងៃទី28ខែធ្នូគ្រិស្តសករាជ2025ហត្ថលេខាប្រធានគណៈលេខាធិការស្រង់បន្ទុះភិក្ខុមនីបឋមោគឹមចន្ទាហត្ថលេខាជំជួសគណៈអធិបតីសម្រាប់វិញ្ញាសាប្រធមវិមានទេថញ្ញឹកចឹងលទ្ធផលរបស់ផងយើងឈានចូលមកដល់សូមស្នោតាក់ដៃមួយដើម្បីអបអរសាទរចឹងនៅក្នុងឱកាសពេលនេះឋានៈបឋមភូមិឆ្នាំទី1មានទៅដល់23បន្ទប់ដែលបាននិមន្តនឹងអញ្ជើញមកអំពី23វត្តហើយក្នុងនោះក៏មានប្រភពនៃប្រជាធិការខ្លះមិនមានខ្លះនៅលើវេទិកានេះចឹងអង្គពិធីយើងតាមដានមើលតើវត្តណាដែលទទួលជ័យលាភីនៅក្នុងឱកាសពេលនេះគឺថាសិស្សរួមមាន292អង្គអញ្ចឹងកំណត់យកចំណាត់ថ្នាក់ថ្នើមចំនួន9លេខគឺលេខ1រហូតដល់លេខ9លេខ1រហូតដល់លេខ9អញ្ចឹងអង្គពិធីសូមសាទរជាថ្មីម្ដងទៀតចំពោះលទ្ធផលរបស់ផងយើងលេខ1លេខ1សាមណេរលាវជីកុងកំណត់2008នៅព្រែកជ្រៅពលលាវខេត្តទឹកខ្មៅសំណាក់រៀនវត្តស្វាយសៀមថ្មីបន្ទូរួម111.25បន្ទូត្រូវចប់លេខ1លេខ1បានទៅបេក្ខភាពដែលនិមន្តមកអំពីវត្តស្វាយសៀមថ្មីលេខ2សាមណេរគឹមជ័យរិទ្ធីកំណត់2006ស្លែងចាស់តាប់សើងបិនឡុងសំណាក់រៀនវត្តស្លែងចាស់បន្ទូរួម111បន្ទូត្រូវចប់លេខ2សូមអបអរសាទរលេខ3សាមណេរថាច់ចម្រើនកំណត់2008កងនវត្តតាធាយខេត្តវិញឡុងសំណាក់រៀនវត្តស្វាយសៀមថ្មីបន្ទូរួម110បន្ទូត្រូវចាប់លេខ3សូមអបអរសាទរ
เลข4ភិក្ខុកល្យាណកុត្តោថាច់ញឹកកំណើត1999កងនៅវត្តបន្ទាយក្រឃុំហាំយ៉ាងសំណាក់រៀនវត្តបន្ទាយក្របន្ទុរួម109.5បន្ទុះត្រូវចាប់លេខ4សូមអបអរសាទរលេខ5សាមណេរចៅវណ្ណៈកំណើត2006កងនៅវត្តត្រប៉ាំងត្រៅអូនឡាំអាំងយ៉ាងសំណាក់រៀនវត្តស្វាយពកបន្ទុរួម108.75បន្ទុះត្រូវចាប់លេខ5សូមអបអរសាទរលេខ6យុវ័នថាច់រដ្ឋាកំណត់2002នៅសម្បួរគុំសង្កាត់វគ្គវ៉ាសំណាក់រៀនវត្តភ្នោដូងបន្ទុរួម108.5ត្រូវចាប់លេខ6សូមអបអរសាទរលេខ7សាមណេរចៅលឿនកំណើត2006កងនៅវត្តត្រប៉ាំងត្រៅអូនឡាំអាំងយ៉ាងសំណាក់រៀនវត្តពោធិព្រឹកតកោបន្ទុរួម108ត្រូវចាប់លេខ7សូមអបអរសាទរហើយវត្តតកោដូចក៏មានមកណាមានលឺតាក់ដែរតទៅទៀតលេខ8សាមណេរវិនមិនលឹងកំណើត2008កងនៅវត្តព្រែកជ្រៅវិញត្រិចដងពលាវទឹកខ្មៅសំណាក់រៀនវត្តស្វាយសៀមចាស់បន្ទុរួម106បន្ទុត្រូវចាប់លេខ8សូមអបអរសាទរលេខ9សាមណេរលំលេកំណើត2007កងនៅវត្តព្រែកជ្រៅពលាវទឹកខ្មៅសំណាក់រៀនវត្តស្វាយសៀមថ្មីបន្ទុរួម105បន្ទុត្រូវចាប់លេខ9សូមអបអរសាទរអញ្ចឹងអង្គពិធីរបស់ផងយើងក៏បានជ្រាបនៅចំណាត់ថ្នាក់ឆ្នើមចំនួន9លេខដែលទទួលបានហើយក៏បានឈរនៅខាងមុខវេទិកាកិត្តិយសដើម្បីទទួលនៅរង្វាន់អំពីគណៈអធិបតីនៅក្នុងឱកាសពេលនេះអញ្ចឹងជាដំបូងនៅក្នុងឱកាសពេលនេះខ្ញុំប្រកាសណាសូមគោរពនិមន្តព្រះវិជាព្រះកធម្មោនិងព្រះវិជាវិរិយធម្មោដើម្បីនឹងប្រទាននៅបញ្ញបញ្ចថ្នាក់ដល់សិស្សទាំង9អង្គនឹងរូបដែលបានទទួលនៅជ័យលាភីនៅក្នុងឱកាសរាត្រីនេះសូមគោរពនិមន្តព្រះវិជាទាំងពីរព្រះអង្គដោយសេចក្តីគោរពก็มาวันសូមនិមន្តព្រះវិជាទាំងពីរព្រះអង្គចូលនៅចំកណ្ដាលដើម្បីថតរូបជាអនុស្សាវរីយ៍សាជាថ្មីម្ដងទៀតសូមអង្គពិធីអបអរសាទរសូមថ្លែងអំណរគុណចំពោះព្រះវិជាទាំងពីរព្រះអង្គហើយបន្តទៅទៀតគឺការប្រគេននៅអតីយទានក្នុងការប្រគេននៅទេយទាននេះខ្ញុំប្រកាសណាសូមគោរពនិមន្តព្រះប្រគុណកល្យាណការីញ៉ាំងច័ន្ទព្រះប្រគុណថាច់ញឹកព្រះប្រគុណគឹមធឿព្រះប្រគុណយេពុកយឺព្រះប្រគុណគឹមថៃvề phía trao tặng phần quà cho các thí sinh đạt giải cao trong buổi tối hôm nay ban tổ chức xin trân trọng kính mời ông Lâm Thái Hòa xin trân trọng kính mời ông Trần Thanh Tùng xin trân trọng kính mời bà Từ Thị Mỹ Linh xin trân trọng kính mời ông Kim Thái Bình đại diện chính quyền xã Long Hiệp trao tặng phần quà đến các thí sinh
đạt giải cao trong kỳ thi. Đây là lớp sơ cấp Bali năm thứ nhất, tức là